បងប្អូនថ្ងៃនេះខ្ញុំទំនេរចេះតែធ្វើជាធួរកាយមកលេងនៅកោះរ៉ុងបាទកោះរ៉ុងគេហៅតំបន់កោះរ៉ុងវាមានពីរកន្លែងមួយកន្លែងផែប៉ុន្តែថ្ងៃនេះខ្ញុំហួសពីផែហ្នឹងចូលមកដល់សុកសានបាទតំបន់កោះរ៉ុងមើលទៅបាទខ្យល់អាកាសបរិសុទ្ធល្អណាស់ទេសភាពមើលទៅល្អសពយ៉ាងល្អប៉ុន្តែគ្រាន់តែម្យ៉ាងទេតំបន់នេះគឺជាសម្បូរទៅដោយវិនិយោគប្រកបអាជីវកម្មផ្ទះសំណាក់មានផ្នែកមួយតំបន់សុកសានមានសហគមន៍ប្រជាជនខ្មែរយើងជាគ្រួសារជាសហគមន៍ស្នាក់នៅទីនោះបាទហើយថ្ងៃនេះមានក្រុមនិស្សិតដែលមកពីប្រទេសស្កុតឡែនដែលគាត់ជានិស្សិតបានសិក្សាហើយមកដើរទេសចរក៏បានជួយធ្វើសាលាខ្មែរយើងចំនួនខ្នង12បាន2បន្ទប់អាចបន្ទប់សិស្សបាន200នាក់ហើយភាពអស្ចារ្យរបស់ក្រុមខាងគេគេអាចសិស្សគេមានទឹកចិត្តបរិច្ចាគឬក៏ជួយធ្វើជាលក្ខណៈសំណង់គេអាចរៀបឥដ្ឋរៀបធ្វើជាសំណង់ការសាងសង់ប៉ុន្តែគេអាយុ12 13 14បាទគេអាចធ្វើការងារនឹងទាំងអស់តែថ្ងៃនេះគេចប់ពីរវល់នឹងការងារដែលសំណង់នឹងជាស្ថាពរក៏បានមកលេងដល់កោះរ៉ុងនៅតំបន់សុកសានបាទរីឯខ្ញុំក៏បានមកចូលរួមនឹងគេបាទអរគុណបាទសូមអរគុណជម្រាបលាបាទ